ជំរាបសួរលោកគ្រូអ្នកគ្រូនេះជាវីដេអូតពីវីដេអូមុនចឹងវីដេអូបន្តទៀតនេះគឺជាវីដេអូបង្រៀនពីរបៀបនៃការបញ្ចូលប្រវត្តិរូបសាស្ត្រចឹងនៅពេលដែលលោកគ្រូអ្នកគ្រូបញ្ចូលឈ្មោះមុខវិជ្ជាបញ្ចូលវត្ថុអតិបរមាបញ្ចូលឈ្មោះសិស្សឈ្មោះភូមិឃុំសិស្សរួចហើយលោកគ្រូអ្នកគ្រូសូមបញ្ចូលទៅកន្លែងនេះប៊ូតុងកន្លែងនេះខ្ញុំដាក់ថាប្រវត្តិរូបសាស្ត្រអញ្ចឹងចូលទៅកន្លែងហ្នឹងមួយមកយើងនឹងឃើញតារាងមួយសម្រាប់បញ្ចូលឈ្មោះសិស្សបាទអញ្ចឹងដោយសារឈ្មោះសិស្សនេះមានស្រាប់អញ្ចឹងខ្ញុំសូមលុបនេះមួយចេញសិនបាទខ្ញុំសូមលុបមួយសិនទៅអញ្ចឹងខ្ញុំបង្ហាញពីរបៀបនៃការបញ្ចូលអញ្ចឹងអានេះជួរនេះជាជួរអត្តលេខជួរអត្តលេខលោកគ្រូអ្នកគ្រូអាចបាយបានអត្តលេខសិស្សប្រមាណឬក៏មិនទាន់បញ្ចូលក៏បានដែរលោកឧទាហរណ៍អត្តលេខសិស្ស23 05 07ចុះអញ្ចឹងបន្តមកទៀតកន្លែងកត់នាមនិងនាមអញ្ចឹងកន្លែងកត់នាមនិងនាមមានឈ្មោះដល់12កន្លោនអញ្ចឹងកន្លែងនេះកន្លោនដំបូងគឺជាតកូលរបស់សិស្សរីឯកន្លោនបន្ទាប់ជានាមខ្លួនរបស់សិស្សឧទាហរណ៍ខ្ញុំបញ្ចូលឈ្មោះសិស្សពេជ្រតកោពេជ្រឈ្មោះនាមខ្លួនឈ្មោះកក្កដាទៅចុះឈ្មោះពេជ្រកក្កដាបន្តមកទៀតដល់កន្លែងនេះគឺជាកន្លោនភេទអញ្ចឹងភេទរបស់យើងកន្លែងនេះខ្ញុំឲ្យបញ្ចូលមានតែ2ទេគឺមានអក្សរបហើយនិងអក្សរសអញ្ចឹងអក្សរបនេះតំណាងដោយប្រុសភេទប្រុសរីឯសតំណាងដោយភេទស្រីអញ្ចឹងឧទាហរណ៍ថាសិស្សនោះជាភេទប្រុសអញ្ចឹងខ្ញុំវាយអក្សរបបន្តមកទៀតថ្ងៃខែឆ្នាំកំណើតថ្ងៃខែឆ្នាំកំណើតនេះលោកគ្រូអ្នកគ្រូសូមវាបញ្ចូលជាការបរិច្ឆេទគឺសូមលោកគ្រូអ្នកគ្រូទៅមើលជ្រុងខាងស្ដាំផ្នែកខាងក្រោមនៃកុំព្យូទ័រលោកគ្រូអ្នកគ្រូតើកុំព្យូទ័ររបស់លោកគ្រូអ្នកគ្រូបាទអញ្ចឹងមើលផ្នែកជ្រុងនេះតើកុំព្យូទ័រលោកគ្រូអ្នកគ្រូការបរិច្ឆេទជាគិតអ្វីមុនអញ្ចឹងដោយកុំព្យូទ័រខ្ញុំជាដើមអញ្ចឹងកន្លែងនេះគឺជាទី21ខែ10 2025អញ្ចឹងមានថាទីខែឆ្នាំអញ្ចឹងក្នុងការបញ្ចូលនៅក្នុងកន្លែងនេះក៏អញ្ចឹងដែរគឺបញ្ចូលតាមបែបហ្នឹងឧទាហរណ៍បើសិស្សកើតថ្ងៃទី23ខែ5 2009ឧទាហរណ៍23អញ្ចឹងយើងបញ្ចូលទី23លេខ23បន្តមកទៀតដើម្បីផ្ដាច់ពីទីចូលខែបានលោកគ្រូអ្នកគ្រូត្រូវប្រើសញ្ញាមួយគឺសញ្ញារបាអញ្ចឹងរបាបែបនេះសញ្ញាបែបនេះឬក៏សញ្ញាបែបនេះសញ្ញាដកបែបនេះអញ្ចឹងបែបបានមានតែពីរទេមានរបានិងសញ្ញាដកលោកគ្រូអ្នកគ្រូសូមមើលទៅមានសញ្ញាឬក៏សញ្ញាដកអញ្ចឹងបែបតែមួយទេវាយសញ្ញាដកក៏បានវាយរបាក៏បានដែរអញ្ចឹងខ្ញុំវាយរបាទៅចុះខ្ញុំវាយរបារបាអញ្ចឹង23ខែ5អញ្ចឹងយើងវាយលេខ5មកលេខ5បន្តមកទៀតផ្ដាច់ពីខែមកឆ្នាំដាក់របាមួយទៀតដាក់2005អញ្ចឹងខ្ញុំវាយ2005ឬក៏លោកគ្រូអ្នកគ្រូបញ្ចូលតែ05ក៏បានដែរ05ក៏ប្រព័ន្ធនឹងស្គាល់ដែរថាឆ្នាំ2005អញ្ចឹងបន្តមកទៀតលោកគ្រូថែបមកខាងស្ដាំមកយើងនឹងឃើញថា23នេះ23ខែឧសភា2005បានអញ្ចឹងបន្តមកទៀតកន្លែងនេះមកពីមណ្ឌលអញ្ចឹងដោយសារកន្លែងហ្នឹងខ្ញុំដាក់ថ្នាក់ទី10អញ្ចឹងមកពីមណ្ឌលហើយបើសិនបើលោកគ្រូអ្នកគ្រូកន្លែងនេះដូរទៅជាទី7ទី7អញ្ចឹងទី7កន្លែងប្រវត្តិរូបសាស្ត្រនឹងដាក់មកពីសាលាបើសិនបើកន្លែងហ្នឹងដូរមកជាទី9ទី8អញ្ចឹងកន្លែងហ្នឹងគឺដាក់មកពីថ្នាក់អញ្ចឹងកន្លែងហ្នឹងសូមបញ្ចូលតាមជាក់ស្ដែងបើសិនបើមកពីសាលាដាក់មកពីសាលាបើសិនបើមកពីថ្នាក់ដាក់ 7A អញ្ចឹងទៅបាទ 7A ខុស 7A បាទបន្តមកទៀតលេខតុកលេខបន្ទប់នេះលោបនេះលេខបន្ទប់នេះលេខតុកអញ្ចឹងសម្រាប់សិស្សថ្នាក់ទី10 11និង12អញ្ចឹងអាចមានលេខតុកលេខបន្ទប់ព្រោះអីសិស្ស11 12
នឹងទី10បានប្រឡងឌីប្លូមទៅហើយអញ្ចឹងគឺជាលេខតុកលេខបន្ទុកសម្រាប់ប្រឡងមធ្យមសិក្សាបឋមភូមិបាទបន្តមកទៀតកន្លែងមួយនេះភូមិកំណើតអញ្ចឹងភូមិកំណើតកន្លែងនេះខ្ញុំដាក់ចំណាំសូមបញ្ចូលឈ្មោះភូមិឃុំស្រុកខេត្តរបស់សិស្សក្នុងព័ត៌មានគ្រូជាមុនសិនអញ្ចឹងកន្លែងហ្នឹងបញ្ចូលនៅពេលដែលយើងអត់ទាន់បានបញ្ចូលនៅក្នុងកន្លែងនេះបើសិនបើលោកគ្រូអ្នកគ្រូបញ្ចូលក្នុងប្រវត្តិរូបសិស្សប៉ុន្តែលោកគ្រូអ្នកគ្រូអត់ទាន់បានបញ្ចូលភូមិឃុំរបស់សិស្សទេក្នុងតារាងបែបនេះទេក្នុងតារាងព័ត៌មានគ្រូនេះទេនោះប្រព័ន្ធមិនលោតឲ្យទេឧទាហរណ៍បើសិនបើខ្ញុំអត់ទាន់បានបញ្ចូលភូមិឧទាហរណ៍ថាវាយស្វាយពកទៅចុះស្វាយពកឧទាហរណ៍ស្វាយពកអញ្ចឹងឈ្មោះភូមិនេះខ្ញុំអត់ទាន់បានបញ្ចូលក្នុងតារាងទេអញ្ចឹងនៅពេលដែលលោកគ្រូ tab ចូលមុខរបរថ្មីកម្មវិធីនឹងលោតថាมันមានក្នុងបញ្ជីទេអញ្ចឹងឧទាហរណ៍បើសិនបើលោកគ្រូយកឈ្មោះណាមួយវិញឧទាហរណ៍យកក្រាំងសមអញ្ចឹងយើងឃើញថាវាចេញបានអូខេបន្តមកទៀតឈ្មោះឪពុកអញ្ចឹងឈ្មោះឪពុកអត់មានអីបាក់ទេឪពុកសិស្សឈ្មោះអីវាយឈ្មោះនឹងទៅមុខរបរវាយតាមជាក់ស្ដែងកន្លែងនេះឈ្មោះឪពុកកន្លែងនេះមុខរបរបន្តមកទៀតលេខទូរស័ព្ទយើងវាយធម្មតាវាយ0ប្រមាណនេះអញ្ចឹងទៅលេខទូរស័ព្ទរបស់ឪពុកកន្លែងឈ្មោះម្ដាយនិងមុខរបរនេះឈ្មោះម្ដាយនេះមុខរបររបស់ម្ដាយអញ្ចឹងយើងបាយតាមជាក់ស្ដែងម្ដាយសិស្សឈ្មោះអីមុខរបរគាត់អីហើយលេខទូរស័ព្ទក៏អញ្ចឹងដែរវាយតាមលេខជាក់ស្ដែងអញ្ចឹងនេះជាគំរូបាទភូមិសពថ្ងៃក៏ដូចនឹងភូមិកំណើតដែរអញ្ចឹងតាក់ទងជាមួយនឹងព័ត៌មានគ្រូដូចគ្នាអញ្ចឹងសូមលោកគ្រូអ្នកគ្រូបញ្ចូលឲ្យអស់ទាំងភូមិកំណើតរបស់សិស្សនិងភូមិបច្ចុប្បន្នរបស់សិស្សប៉ុន្តែបើសិនបើលោកគ្រូអ្នកគ្រូបញ្ចូលរួចហើយមិនបាច់បញ្ចូលទេអញ្ចឹងបញ្ចូលតែមួយបានហើយមុខភូមិនិងឃុំរបស់សិស្សហ្នឹងចូលតែមួយបានហើយបន្តមកទៀតផ្សេងនេះកន្លែងនេះមានច្រើនកឡោនមានច្រើនជម្រើសយើងចុចលើព្រួយនេះមួយមកព្រួយនេះយើងឃើញថាកន្លែងហ្នឹងមានបោះបង់មានត្រួតមានកំព្រាម្ដាយកំព្រាឪពុកអញ្ចឹងកន្លែងបោះបង់នេះគឺបោះបង់នៅពេលដែលយើងចង់ឲ្យសិស្សបោះបង់ប៉ុន្តែបោះបង់នេះបានលុបឈ្មោះនៅពេលដែលលោកគ្រូអ្នកគ្រូដាក់បោះបង់នោះប្រព័ន្ធនឹងលុបឈ្មោះនៅក្នុងឆមាសទី2ឆមាសទី1គឺមានឈ្មោះធម្មតាតែឆមាសទី2នឹងបាត់ឈ្មោះសិស្សម្នាក់ហ្នឹងអូខេបន្តមកទៀតត្រួតថ្នាក់គឺជាសិស្សដែលរៀនត្រួតថ្នាក់អញ្ចឹងគាត់ថារៀនទី7ឆ្នាំហ្នឹងក៏រៀនអត់បានឡើងថ្នាក់ទេអញ្ចឹងរៀនទី7អត់ដែរអញ្ចឹងរៀនទី7អញ្ចឹងកន្លែងហ្នឹងគឺសម្រាប់ដាក់ត្រួតថ្នាក់ហ្នឹងគឺសម្រាប់រាប់នៅក្នុងព្រាអាយុរបស់សិស្សបន្តមកទៀតកំព្រាឪពុកកំព្រាម្ដាយកំព្រាទាំងអស់នេះគឺយើងរាប់នៅក្នុងព្រាអាយុរបស់សិស្សអញ្ចឹងរាប់នៅក្នុងណាអញ្ចឹងយើងនៅក្នុងបែបនេះយើងចូលទៅពណ៌ដើមមកបាទអញ្ចឹងនេះស្ថិតិអាយុសិស្សហ្នឹងហើយចូលសិចអាយុសិស្សអញ្ចឹងយើងរាប់ក្នុងនេះអញ្ចឹងកន្លែងនេះមានសិស្សត្រួតកន្លែងនេះមានសិស្សត្រួតមានសិស្សថ្មីអញ្ចឹងបើយើងអត់ដាក់ទេមានថាសិស្សថ្មីប៉ុន្តែបើយើងវាជាសិស្សត្រួតត្រូវដាក់ត្រួតបន្តមកទៀតកំព្រាអញ្ចឹងកន្លែងនេះត្រូវរកកំព្រាបើសិនបើលោកគ្រូបញ្ចូលកន្លែងកំព្រាមិនកំព្រាមិញហ្នឹងគឺរាប់កន្លែងហ្នឹងតែបើអត់ទេកន្លែងហ្នឹងអត់រាប់ទេប្រព័ន្ធអត់រាប់ទេបាទហើយបន្តទៀតចូលកន្លែងនៅចុងក្រោយកន្លែងនេះដាក់សិស្សអាហារូបករណ៍អញ្ចឹងអាហារូបករណ៍នេះលោកគ្រូអ្នកគ្រូគ្រាន់តែជ្រើសរើសមួយមកជ្រើសជាអក្សរ P ធំវាយក៏បានដែរយើងបញ្ចូលជាអក្សរក៏បានដែរបញ្ចូលអក្សរ P ធំមកគ្រីសមកបញ្ជាក់ថាសិស្សហ្នឹងគឺជាសិស្សអាហារូបករណ៍អញ្ចឹងសិស្សអាហារូបករណ៍ហ្នឹងដើម្បីមានឈ្មោះស្រង់ជាមធ្យមនេះមធ្យមភាគសិក្សានេះមធ្យមភាគសិស្សអាហារូបករណ៍ហ្នឹងអញ្ចឹងយើងបញ្ចូលមកអញ្ចឹងវាមានឈ្មោះសិស្សណាខ្លះដែលមានបន្ទុកអញ្ចឹងមានបន្ទុករាល់ខែដោយសារសិស្សអាហារូបករណ៍គេយកមធ្យមភាគនិងចំណាត់ថ្នាក់បើសិនបើឃើញច្រើនបែបនេះជាទូទៅបើឃើញច្រើនចេះអញ្ចឹងលោកគ្រូអ្នកគ្រូគ្រាន់តែកន្លែងចុចកន្លែងបំបត្តិតារាងទំនេរហ្នឹងមកចុចកន្លែងព្រួយនឹងមួយហើយដោះពាក្យកន្លែងគ្រីសប្រឡែងនេះចេញហើយអូខេមកអញ្ចឹងនៅពេលដែលយើងគ្រីសសិស្សប្រហែលអ្នកប្រព័ន្ធនឹងលូតបានប៉ុណ្ណឹងអ្នកអញ្ចឹងកន្លែងនេះខ្ញុំគ្រីស4អ្នកអញ្ចឹងប្រព័ន្ធលូតមកតែ4អ្នកទេអញ្ចឹងលោកគ្រូអ្នកគ្រូអាចយកទៅប្រើប្រាស់បានបាទហើយបន្តមកទៀតយើងអាចបញ្ចូលបន្តទៀតអញ្ចឹងទៅបន្តអញ្ចឹងទៅឧទាហរណ៍
mua sơ cao vậy chẳng tới cao bị chặt vậy chẳng tới ok cho khó lại ní tầm bắt đầu cho lại như thế bà cho khó trong cho lại như thế bị chặt hết xây chẳng tới vay thò mà đai chẳng tới chẳng vay được nè tam cầm rom cầm ru đôi khăn lừa chẳng ca bị cho vọt rụp sát là pe đại bị châu đội hái lục cru nâng tụ bàn bà tí muối này cái lại bọc pôm đã bọc pôm chứ cái lại nó cứ sầm rạp bật sập hơi thùng bật sập hơi thùng bật sập hơi thùng chứ mua sợ mẹ bật hơi thùng to mà tiền lục cru nâng tụ bàn cạn sợ chứ cạn sợ năm nay miền ai đã đục thọt bán ai đã đục thọt lại đi bàn ai bị trôi trong công tơแต่ម្ដងចឹងចាំខ្ញុំធ្វើវីដេអូពីរបៀបនៃការបញ្ចូលរូបថតហ្នឹងអូខេបន្តមកទៀតបញ្ជីឈ្មោះដើមឆ្នាំបញ្ជីឈ្មោះដើមឆ្នាំមាន2ទម្រង់មាននេះជាទម្រង់ផ្ដេកហើយនេះជាទម្រង់បញ្ឈរចឹងលោកគ្រូអ្នកគ្រូប្រើប្រាស់មួយណាត្រូវតម្រូវការប្រើប្រាស់មួយណាអាចផ្លាស់ប្ដូរបានតាមចិត្តហើយចំពោះបញ្ជីឈ្មោះដើមឆ្នាំបញ្ឈរនេះគឺយើងមានច្រើនសន្តានចឹងកន្លែងនេះខ្ញុំហាយទេចឹងយើងអានហាយមួយមកចឹងកន្លែងនេះមានច្រើនបាទចឹងកន្លែងនេះគឺយើងសម្រាប់ទី9ឲ្យទី9ឲ្យចេញមកអញ្ចឹងហើយកន្លែងនេះសម្រាប់ទី12លោកគ្រូអាចហាយឧទាហរណ៍បើលោកគ្រូមិនកាន់ទី12ទេលោកគ្រូអាចហាយទៅនឹងឃើញឈ្មោះបែបនេះហើយកន្លែងណាដែលមិនចង់បានហាយកន្លែងណាដែលចង់បានយើងអានហាយវាវិញមកដើម្បីមើលថាបានឯខ្លះចឹងយើងអានហាយតាមជាក់ស្ដែងហាយនឹងអានហាយតាមជាក់ស្ដែងដើម្បីដែលយើងចង់បានបាទអញ្ចឹងអានេះជាបញ្ជីឈ្មោះដើមឆ្នាំបាទបន្តមកពីបញ្ជីឈ្មោះដើមឆ្នាំយើងនឹងទទួលបានបញ្ជីបន្ទុកតាមមុខវិជ្ជាអញ្ចឹងកន្លែងនេះបញ្ជីបន្ទុកសម្រាប់ឲ្យលោកគ្រូអ្នកគ្រូតាមមុខវិជ្ជាបញ្ចូលបន្ទុកនឹងមកសម្រាប់យើងយកមកស្រង់នៅក្នុងប្រព័ន្ធនឹងវិញអញ្ចឹងកន្លែងហ្នឹងយើងអាចព្រីនចេញតែម្ដងទៅព្រោះយើងអត់មានអាចវាយបញ្ចូលអីទៅនឹងបានទេអានឹងគ្រាន់តែទុកសរសេរទេបាទហើយបន្តមកទៀតយើងចូលទៅពណ៌ដើមមកយើងនឹងទទួលបានទម្រង់ច្រើនជាងទៀតដូចជាបញ្ជីខ្ចីសភៅអញ្ចឹងបញ្ជីបែបនេះគឺសម្រាប់ទី7 8 9ទីឯមួយនេះសម្រាប់ទី10 11 12បាទបញ្ជីខ្ចីសភៅបាទមានប៉ុណ្ណឹងធ្វើតាមហ្នឹងក៏យើងទទួលបានដែរហើយស្ថិតិអាយុមានប៉ុណ្ណឹងអានេះរាប់អាយុមានប៉ុន្មានអ្នកអូសមកក្រោមទៀតមកមានរាប់ចំនួនភូមិសប្តាហ៍ថ្ងៃរបស់សិស្សបាទអញ្ចឹងនេះលោកគ្រូអាចព្រីនសាច់អាយុនេះបានសាច់អាយុបាទហើយមានមួយទៀតអានេះសេវាថ្នាក់លោកគ្រូអាចបំពេញបានបំពេញតាមជាក់ស្ដែងបាទមានវេនសម្អាតនេះលោកគ្រូសូមបញ្ចូលជាលេខរៀងរបស់សិស្សអញ្ចឹងមើលលេខរៀងមកឲ្យលោកគ្រូវាយបញ្ចូលទៅអញ្ចឹងប្រព័ន្ធនឹងលោតជាឈ្មោះរបស់សិស្សមកហើយអញ្ចឹងសូមលោកគ្រូបញ្ចូលជាលេខរៀងរបស់សិស្សអញ្ចឹងអានេះជាទម្រង់ផ្ដេករីឯនេះជាទម្រង់បញ្ឈរអញ្ចឹងមាន2ទម្រង់ដែរអញ្ចឹងលោកគ្រូអាចយកទៅប្រើប្រាស់តាមជាក់ស្ដែងបានតាមតម្រូវការបានបាទក្នុងការបញ្ចូលប្លង់តុកគឺយើងបញ្ចូលកន្លែងប្លង់តុកនេះយើងនឹងឃើញឈ្មោះយើងនឹងឃើញតារាងបែបនេះអញ្ចឹងតារាងបែបនេះគឺខ្ញុំដាក់អញ្ចឹងយើងសាលាយើងពេលខ្លះអាចច្រកចូលពីនេះអាចច្រកចូលពីនេះអញ្ចឹងយើងមានក្តារខៀនទេអញ្ចឹងចូលតាមជាក់ស្ដែងច្រកចូលពីខាងណាយើងគិតតាមហ្នឹងអញ្ចឹងទៅហើយកន្លែងនេះគឺជាតុកមុខដំបូងរបស់សិស្សដែលជាប់ក្តារខៀនបន្តទៀតអញ្ចឹងទៅអញ្ចឹងក្នុងនេះខ្ញុំដាក់ប្រមាណច្រើនជួរដែរអញ្ចឹងក្នុងនេះយើងអាចអង្គុយបាន80នាក់ប្លង់តុកនេះបាន80នាក់ហើយបញ្ចូលតែលេខរៀងរបស់សិស្សទេរបស់សិស្សទេបន្តមកទៀតក្នុងការ print គឺយើង print បែបនេះកន្លែងប្លង់តុកនេះយើង print អត់បានទេយើងអត់មានឲ្យ print ទេខ្ញុំមិនឲ្យ print ទេកន្លែងហ្នឹងគ្រាន់ជាការបញ្ចូលទេអញ្ចឹងបើយើង print ក៏អត់ស្អាតដែរអញ្ចឹងការ print បែបនេះ print នេះអញ្ចឹងកន្លែងនេះគឺវាមានសម្រាប់គ្រូនិងសម្រាប់សិស្សអញ្ចឹងកន្លែងនេះយើងច្រកចូលពីណាតុកគ្រូនេះណាអាហ្នឹងសម្រាប់គ្រូសម្រាប់សិស្សហើយមានប្រភេទមួយទៀត
เพจមួយទៀតច្រកចូលមកពីស្ដាំវិញមិញហ្នឹងច្រកចូលពីឆ្វេងបែបនេះតុគ្រូនៅខាងស្ដាំប៉ុន្តែកន្លែងនេះច្រកចូលពីស្ដាំតុគ្រូនៅឆ្វេងវិញអញ្ចឹងលោកគ្រូអ្នកគ្រូអាចបដូរផ្លាស់តាមតម្រូវការបានបាទចំពោះការ print នៅពេលដែលយើងបញ្ចូលបន្ទុកបញ្ចូលឈ្មោះសិស្សរួចហើយយើងនឹង print card អញ្ចឹង print card print ម្ដងបាន8សន្លឹកហើយដើម្បីបញ្ចូលទៅទំព័រមួយទៀតយើងត្រូវបញ្ចូលកតារាងនេះលេខរបស់សិស្សអញ្ចឹងឡើងម្ដង8នាក់អញ្ចឹងពី1ហើយឡើង9 9ហើយឡើង17អញ្ចឹងទៅអញ្ចឹងយើងចុចព្រួយអញ្ចឹងមកព្រួយឡើងចុះហ្នឹងទៅយើងអាច print បានហើយបន្តមកទៀតកន្លែងបញ្ជីឈ្មោះដើមឆ្នាំអីហ្នឹងអញ្ចឹងបញ្ជីឈ្មោះយើងឃើញសង្កេតឃើញថាវាមានកលាសល់បែបនេះអញ្ចឹងកលាសល់បែបហ្នឹងលោកគ្រូអ្នកគ្រូសូមនេះប្រវត្តិ line នេះប្រវត្តិតារាងរំលាងទៅចុចលើព្រួយនឹងមួយហើយយកពាក្យដោះគ្រីសប្រឡែងនេះចេញហើយអូខេទៅអូខេហ្នឹងបាត់ហើយបាត់តារាងបែបហ្នឹងហើយបើសិនបើកលាហ្នឹងធំពេកឬក៏តូចពេកអត់ត្រូវចិត្តអ្នកគ្រូអ្នកគ្រូអាចសេរីបានselectកន្លែងព្រួយចេញព្រួយពណ៌ខ្មៅបែបនេះមកអាចព្រិចបរួមតាមនឹងបានចឹងលោកគ្រូអ្នកគ្រូអាចព្រិចបរួមតាមទៅស្ដីតាមជាក់ស្ដែងលោកគ្រូអ្វីដែលលោកគ្រូអ្នកគ្រូចង់បានខាងនេះក៏អញ្ចឹងដែរលោកគ្រូអ្នកគ្រូអាចព្រិចបរួមបានតាមចិត្តដើម្បីឲ្យត្រូវចូលមួយកណ្ដាស់ពីរកណ្ដាស់អញ្ចឹងទៅនៅពេលដែលយើង print ទៅវាអត់ចូលស្អាតអីចឹងទៅអញ្ចឹងលោកគ្រូអ្នកគ្រូអាចសេរីបានឧទាហរណ៍បើវាចេញមកវា clear បែបនេះអញ្ចឹងយើងឃើញថានៅពេលដែលយើង print មក preview មកគឺវាដាច់ផ្សេងបាទនេះវានៅចូលនេះវិញបាទវាមកចូលនេះវិញផ្សេងនេះអញ្ចឹងលោកគ្រូអ្នកគ្រូអាចបរួមវាបន្តិចអញ្ចឹងទៅបរួមមកវិញមកវានឹងចូលដូចយើងសេរីមកតម្រូវការរបស់លោកគ្រូអ្នកគ្រូតាមចិត្តបាទអញ្ចឹងការប្រើប្រាស់ក្នុងកម្មវិធីនេះខ្ញុំមិនបានបិទអីទេកន្លែងហ្នឹងគឺយើងអាចសេរីបានខ្ញុំបិទតែកន្លែងមួយចំនួនដូចជាបានអាសាអីខ្ញុំបិទអត់ឲ្យសេរីទេអញ្ចឹងកន្លែងនេះក៏ខ្ញុំបិទដែរអត់ឲ្យសេរីទេព្រោះកន្លែងនេះយើងអត់ឲ្យ print ទេហើយឈ្មោះសិស្សយើងអាច print យើងអាចសេរីបានសូម្បីតែកន្លែងនេះគឺយើងអាចសេរីបានដែរសេរីលើក្រោមឆ្វេងស្ដាំសេរីបានតាមចិត្តបរិយាព្រំកលាតាមចិត្តបាទអញ្ចឹងក្នុងការបញ្ចូលរូបសិស្សមានប៉ុណ្ណឹងទទួលបានតារាងប៉ុណ្ណឹងអញ្ចឹងលោកគ្រូអ្នកគ្រូអាចមើលអញ្ចឹងទៅបើថាយល់មិនយល់ទៅណាលោកគ្រូអ្នកគ្រូអាចសាកសួរបន្ថែមទៀតបានអញ្ចឹងវីដេអូខ្ញុំនៅវីដេអូបញ្ចូលប្រវត្តិរូបសិស្សគឺមានតែប៉ុណ្ណឹងបាទសូមអរគុណ